យោងតាមការស្រាវជ្រាវលើកុមារអាយុ11ឆ្នាំចំនួន 5,000 នាក់នៅប្រទេសអង់គ្លេសបានបង្ហាញថាពិន្ទុរបស់សិស្សប្រុសមានការកើនឡើងរាល់ពេលការហាត់កីឡាកើនឡើង17នាទីហើយពិន្ទុរបស់សិស្សស្រីក៏មានការកើនឡើងរាល់ពេលការហាត់កីឡាកើនឡើង12នាទីលទ្ធផលនៃការហាត់កីឡាជាប្រចាំ1ម៉ោងជាងគឺកាន់តែភ្ញាក់ផ្អើលសិស្សដែលធ្លាប់តែទទួលបាននិទ្ទេស C បានរីកចម្រើនដល់និទ្ទេស B លើសពីនេះទៅទៀតបំណិនការសិក្សារបស់សិស្សអាយុ11ឆ្នាំដែលចូលរួមក្នុងការពិសោធន៍នេះបានកើនឡើងយ៉ាងខ្ពស់ស្មើនឹងកម្រិតរបស់អាយុ13ឆ្នាំនិង16ឆ្នាំឯណោះមានការស្រាវជ្រាវមួយទៀតនៅប្រទេសអាមេរិកក៏បានរកឃើញថាសកម្មភាពផ្នែករាងកាយរួមទាំងការហាត់កីឡាបានជួយឲ្យបំណិនសិក្សារីកចម្រើនគេឲ្យកុមារអាយុពី7ទៅ9ឆ្នាំចំនួន221នាក់ចូលរួមលេងល្បែងសកម្មភាពរាងកាយនិងធ្វើលំហាត់ប្រាណជាមួយមិត្តភ័ក្តិរបស់ពួកគេមួយថ្ងៃ1ម៉ោងជាប្រចាំបន្ទាប់ពីរៀនចប់9ខែក្រោយមកគេបានធ្វើការប្រៀបធៀបអំពីបំណិនផ្ចង់អារម្មណ៍និងបំណិនពុទ្ធិរវាងកុមារដែលបានហាត់កីឡាជាមួយនឹងកុមារដែលមិនបានហាត់កីឡាលទ្ធផលបង្ហាញថាកុមារដែលហាត់កីឡាជាប្រចាំក្នុងមួយថ្ងៃ1ម៉ោងនោះពិន្ទុនៃបំណិនពុទ្ធិរបស់ពួកគេខ្ពស់ជាងគុណនឹង2ជាងកុមារដែលមិនហាត់កីឡាតើការហាត់កីឡាអាចជួយលើកកម្ពស់បំណិនសិក្សានិងបំណិនពុទ្ធិបានយ៉ាងដូចម្តេចទៅមូលហេតុនោះត្រូវបានក្រុមអ្នកស្រាវជ្រាវបញ្ជាក់លទ្ធផលជាលើកដំបូងក្រុមអ្នកស្រាវជ្រាវបានរកឃើញផ្នែកមួយនៃខួរក្បាលរបស់មនុស្សគេហៅថាសារធាតុសវាជាសារធាតុដែលបញ្ជាក់ថាការធ្វើលំហាត់ប្រាណបានបង្កើននូវបំណិនសិក្សាខួរក្បាលរបស់យើងបង្កឡើងពីសារធាតុប្រភេទដែលគ្រប់គ្រងលើមុខងារគិតពិចារណានិងសារធាតុសដែលជាសារធាតុបង្កតូចបំផុតនៃភាពប្រសើរកាលណាសារធាតុសដែលមានមុខងារបញ្ជូនព័ត៌មានកាន់តែច្រើនកាលណានោះប្រព័ន្ធកោសិកាខួរក្បាលកាន់តែផ្សារភ្ជាប់គ្នាហើយវានឹងជួយឲ្យបំណិនផ្ចង់អារម្មណ៍និងបំណិនច្នៃប្រឌិតកាន់តែប្រសើរឡើងយ៉ាងនោះដែរអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាកុមារដែលធ្វើលំហាត់ប្រាណច្រើនគឺមានសារធាតុសច្រើនការហាត់កីឡាកាន់តែច្រើនចំនួននៃសារធាតុសក៏កើនឡើងច្រើនយ៉ាងនោះដែរ